មែនហើយមាសប្រាក់ពេញថាសមិនស្មើនឹងកូនចៅអង្គុយជុំចិត្តសម្ដីផ្អែមស្និទ្ធជាទឹកអមរិតតព្រំកាយាចិត្តលោកស្រស់ថ្លារមនាក្នុងវ័យជរាមែនហើយលុយកាក់វាពិតជាសំខាន់សម្រាប់ទិញចំណីអាហារនិងថ្នាំសង្កូវតែអ្វីដែលជួយឲ្យលោកមានផ្លូវចិត្តល្អរស់នៅបានយូរគឺភាពកក់ក្ដៅដែលជាកម្លាំងរស់កូនក្មួយខ្លះធ្លាប់គិតថាការផ្ញើលុយជូនដល់ដៃមាតាបិតាគឺជាប់កាតព្វកិច្ចនិងការបំពេញតួនាទីរបស់ខ្លួនហើយប៉ុន្តែក្មួយដឹងទេថានៅពេលដែលលោកមានម្ហូបឆ្ងាញ់ពិសាតែម្នាក់ឯងលោករមែងតែនឹករលឹកដល់កូនចៅរលីងរលោងទឹកភ្នែកពិសាបាយទាំងយំយែកទឹកភ្នែកលីបាយមិនថាយប់ប្រលប់ចិត្តតែងទន្ទឹងផ្លូវនឹកគិតដល់កូនជានិច្ចនឹកកូនពុនពេកចង់ឮសំនៀងចង់ណែបនឹកត្រកងបីទឹកចិត្តម្ដាយថ្លៃតែងនឹកកូនប្រុសស្រីគ្មានលួសថ្ងៃឡើយតើកូនមានធ្លាប់បារម្ភដូចម្ដាយបារម្ភពីកូនដែរឬទេមេត្តាបិតាលោកតែងតែចង់ដឹងពីសុខទុក្ខរបស់កូនយ៉ាងណាពេលថ្មនេះពួកកូនកំពុងតែធ្វើអ្វីតើការងារកូននឿយហត់ដែរឬទេសុខសប្បាយជាទេចុះចៅវិញបែបណាហើយមនុស្សចាស់តែងតែចង់ឮសំឡេងកូនតែងតែចង់ឮសំណួរកូនតែងតែចង់ឮចម្លើយរបស់កូនឆ្លើយតបមកកាន់ពួកគាត់ចង់បានសំឡេងដែលធ្លាប់តែឮក្បែរត្រចៀករៀងរាល់ថ្ងៃដូចពីពេលមុនណាស់ប៉ុន្តែពេលនេះហេតុអ្វីក៏គាត់រស់នៅបែបឯកោមិនដែលឮសូរសំឡេងសូម្បីតែបន្តិចកុំទុកពួកគាត់ឲ្យរស់នៅក្នុងផ្ទះធំម្នាក់ឯងឲ្យគាត់មានអារម្មណ៍ថាឯកោដូចនៅកណ្ដាលវាលនោះហើយថ្ងៃនេះផងដែរកុំអាតែកូនផ្ញើលុយសូមផ្ញើទាំងសំឡេងនិងសេចក្តីស្រឡាញ់ទៅកាន់ពួកគាត់ផងខណៈនេះតើមានកូនក្មួយប៉ុន្មានអ្នកដែលកំពុងបានធ្វើរឿងល្អបែបនេះសូមជូនពរឆ្នាំថ្មីសេះនេះចាសូមនាំសិរីសួស្តីជូនកូនប្រុសស្រីឲ្យមានគំនិតភ្លឺថ្លានិងយកចិត្តទុកដាក់ទ្វេដងទៅដល់លោកមានគុណទាំងពីរសូមជូនពរសុខភាពល្អនិងកម្លាំងខ្លាំងក្លាមាំមួនឆ្នាំថ្មីទាំងអស់គ្នាសូមអរគុណសូមជម្រាបលា